ប្រព័ន្ធបាញ់រកការចំនួន2ប្រភេទដូចជា HIMARS និង Patriot ដែលអាមេរិកដាក់បញ្ឈរធ្វើជាកំពែងការពារមូលដ្ឋានយោធារបស់ខ្លួននៅភាគខាងជើងនៃប្រទេសគុយវ៉ែតត្រូវបានអ៊ីរ៉ង់ប្រើប្រាស់យន្តហោះ drone និងមីស៊ីលចំនួន3ប្រភេទកំទេចទៅជាគ្រោងឆ្អឹងដែកដែលដំណើរការឡើងកើតបើតាម Jerusalem Post ដែលបានចុះផ្សាយនៅថ្ងៃច័ន្ទបានឲ្យដឹងថាមូលហេតុដែលអ៊ីរ៉ង់បាញ់កំទេចប្រព័ន្ធបាញ់រកការ HIMARS និង Patriot គឺដោយសារតែសំណាញ់មេឃទាំងពីរនេះកំពុងរៀបចំបាញ់ប្រហារមកលើទឹកដីអ៊ីរ៉ង់ HIMARS និង Patriot សុទ្ធសឹងតែជាប្រព័ន្ធបាញ់រកការដ៏ល្បីល្បាញដែលអាមេរិកយកធ្វើជាខែលការពារប្រទេសឈូងសមុទ្រក៏ដូចជាដើម្បីត្រៀមប្រយុទ្ធជាមួយនឹងប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ាដូចជាអ៊ីរ៉ង់ជាដើម HIMARS គឺជាប្រព័ន្ធបាញ់រកការកាណុង6ដែលផ្ទុកគ្រាប់មីស៊ីលនៅក្នុងទំហំ227មីលីម៉ែត្ររួមជាមួយនឹងមីស៊ីលប្រយុទ្ធ ATAC ដែលអាចបានបាញ់ដល់ចម្ងាយ300គីឡូម៉ែត្រយោងតាម South China Morning Post ប្រព័ន្ធបាញ់រកការ HIMARS មានភាពស្មុគស្មាញបន្តិចនៅក្នុងការប្រើប្រាស់ជាពិសេសបន្ទាប់ពីបាញ់អស់គ្រាប់ HIMARS ត្រូវការចំណាយពេលញាត់គ្រាប់ចូលទៅក្នុងបំពង់គ្រាប់វិញប្រហែលជាប្រមាណ5ទៅ10នាទីដែលអាចធ្វើឲ្យប្រព័ន្ធនេះមានហានិភ័យដែលត្រូវសត្រូវវាយបកចំណែក Patriot វិញគឺជាប្រព័ន្ធខែលការពារអាកាសកាណុង8បំពាក់ដោយមីស៊ីល PAC-3 ដែលមានតម្លៃប្រមាណ4លានដុល្លារនៅក្នុងមួយគ្រាប់ជាមួយនឹងសមត្ថភាពស្ទាក់ចាប់មីស៊ីលប្លង់នៅចម្ងាយ60គីឡូម៉ែត្រសម្រាប់ការប្រើប្រាស់សំណាញ់មេ Patriot វិញកាន់តែស្មុគស្មាញជាងប្រព័ន្ធ HIMARS ទៅទៀតពលវាត្រូវការពេលវេលាបញ្ចូលគ្រាប់រហូតដល់ទៅ30ទៅ45នាទីឯណោះជាក់ស្ដែងដោយសារតែការចំណាយពេលដាក់បញ្ចូលគ្រាប់ដែលយូរបែបនេះហើយធ្វើឲ្យប្រព័ន្ធបាញ់រកការទាំងពីរប្រភេទនេះមិនអាចទប់ទល់ឈ្នះនឹងការវាយប្រហារយ៉ាងសន្ធប់អំពីសំណាក់យន្តហោះ drone និងមីស៊ីលរបស់កងកម្លាំងអ៊ីរ៉ង់ក្នុងយុទ្ធសាស្ត្រសង្គ្រាមជាមួយអាមេរិកអ៊ីរ៉ង់បានប្រើប្រាស់ក្បួន drone ហ្វូងឬក៏បាញ់បង្ហោះ drone រាប់រយគ្រឿងនៅក្នុងពេលតែមួយដើម្បីធ្វើឲ្យប្រព័ន្ធបាញ់រកការទាំងពីរប្រភេទនេះអស់គ្រាប់ឬពិបាកក្នុងការស្ទាក់ចាប់បែបនេះបើតាមអាណាឌូលូអាមេរិកបានដាក់ពង្រាយប្រព័ន្ធខែលការពារដែនអាកាស Patriot ទៅកាន់មូលដ្ឋានយោធារបស់ខ្លួននៅក្នុងប្រទេសគុយវ៉ែតចន្លោះពី12ទៅ14គ្រឿងខណៈដែលនៅក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់សព្វវុធអាមេរិកទាំងនេះក៏រងការខូចខាតអស់យ៉ាងច្រើនផងដែរ